អធិរាជដំបូងនៃរាជវង្សមីងមិនមែនកើតក្នុងគ្រួសាររាជវង្សឬគ្រួសារអភិជនឡើយគាត់ធ្លាប់ជាក្មេងក្រីក្រធ្លាប់ដើរសុំទាននិងធ្លាប់បួសជាព្រះសង្ឃដើម្បីរស់រានមានជីវិតប៉ុន្តែបុរសម្នាក់នេះបានផ្ដួលរំលំចក្រភពម៉ុងហ្គោលដែលធ្លាប់ជាចក្រភពធំបំផុតលើពិភពលោកហើយបានបង្កើតរាជវង្សដែលគ្រប់គ្រងប្រទេសចិនអស់រយៈពេលជិត300ឆ្នាំបុរសនោះគឺលោកជូយៀនចាំងនៅដើមសតវត្សទី13កងទ័ពម៉ុងហ្គោលក្រោមការដឹកនាំរបស់ជីងហ្គីសខានបានចាប់ផ្ដើមពង្រីកអាណាចក្ររបស់ខ្លួនយ៉ាងឆាប់រហ័សពួកគេបានវាយយកទឹកដីពីអាស៊ីកណ្ដាលរហូតដល់អឺរ៉ុបខាងកើតនិងមជ្ឈិមបូព៌ាបង្កើតបានជាចក្រភពដ៏ធំបំផុតក្រោយមកចៅប្រុសរបស់គាត់គឺខូប៊ីឡៃខានបានបង្វែរកម្លាំងមកកាន់ប្រទេសចិននៅឆ្នាំ1271គាត់បានប្រកាសបង្កើតរាជវង្សយានហើយនៅឆ្នាំ1279កងទ័ពម៉ុងហ្គោលក៏បានផ្ដួលរំលំរាជវង្សសុងបញ្ចប់ការបង្រួបបង្រួមប្រទេសចិនទាំងមូលក្រោមការគ្រប់គ្រងរបស់ជនជាតិម៉ុងហ្គោលជាលើកដំបូងក្រោមការគ្រប់គ្រងរបស់ខូប៊ីឡៃខានប្រទេសចិនមានស្ថិរភាពសេដ្ឋកិច្ចរីកចម្រើនហើយផ្លូវសូត្របានក្លាយជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតអ្នកជំនួញមកពីអាស៊ីកណ្ដាលមជ្ឈិមបូព៌ានិងអឺរ៉ុបបានធ្វើដំណើរសម្រុកមកកាន់ប្រទេសចិនសូម្បីតែអ្នកដំណើរជនជាតិអ៊ីតាលីក៏បានធ្វើដំណើរមកដល់រាជធានីរបស់រាជវង្សយាននិងបានពិពណ៌នាអំពីភាពរុងរឿងរបស់ចក្រភពនេះនៅពេលនោះមនុស្សជាច្រើនជឿថាអំណាចរបស់ម៉ុងហ្គោលនឹងថិតថេរជារៀងរហូតបន្ទាប់ពីខូប៊ីឡៃខានសោយទីវង្គតក្នុងឆ្នាំ1294អធិរាជចំនួនក្រោយៗមិនអាចរក្សាអំណាចដូចគាត់បានទេនៅក្នុងរាជវាំងការដណ្ដើមអំណាចបានកើតឡើងជាញឹកញាប់មន្ត្រីជាច្រើនលងក្នុងអំពើពុករលួយហើយការគ្រប់គ្រងប្រទេសក៏ចាប់ផ្ដើមទន់ខ្សោយទៅទន្ទឹមនឹងនោះប្រជាជនជនជាតិហានដែលមានចំនួនច្រើនជាងនៅក្នុងប្រទេសចិនបែរជាមានសិទ្ធិជាងជនជាតិម៉ុងហ្គោលមុខតំណែងសំខាន់ៗក្នុងរាជការភាគច្រើនត្រូវបានផ្ដល់ឲ្យតែជនជាតិម៉ុងហ្គោលឬជនបរទេសដែលស្មោះត្រង់នឹងរាជវង្សប៉ុណ្ណោះការរើសអើងបែបនេះបានធ្វើឲ្យប្រជាជនជាច្រើនចាប់ផ្ដើមមិនពេញចិត្តនឹងការគ្រប់គ្រងរបស់រាជវង្សយានបញ្ហាមិនបានបញ្ចប់ត្រឹមនេះទេនៅពាក់កណ្ដាលសតវត្សទី14ទន្លេលឿងបានជួបវិបត្តិទឹកជំនន់ធំៗជាច្រើនលើកដំណាំត្រូវបានបំផ្លាញប្រជាជនរាប់លានអ្នកគ្មានអាហារបរិភោគហើយជំងឺរាតត្បាតក៏បានរីករាលដាលពាសពេញប្រទេសសម្រាប់ប្រជាជនចិនវាមិនមែនគ្រាន់តែជាវិបត្តិធម្មជាតិទេតាមជំនឿរបស់ពួកគេអធិរាជអាចគ្រប់គ្រងប្រទេសបានដោយសារតែទទួលសិទ្ធិអំណាចពីមេឃប៉ុន្តែនៅពេលគ្រោះមហន្តរាយកើតឡើងជាបន្តបន្ទាប់ហើយរាជការមិនអាចការពារប្រជាជនបានមនុស្សជាច្រើនជឿថាមេឃបានដកអាណត្តិនោះពីរាជវង្សយានហើយគំនិតនេះបានរីករាលដាលយ៉ាងឆាប់រហ័សនិងក្លាយជាភ្លើងបដិវត្តន៍ដែលត្រៀមឆាបឆេះពេញប្រទេសនៅក្នុងចំណោមប្រជាជនក្រីក្ររាប់លានអ្នកដែលកំពុងរស់នៅក្រោមភាពអត់ឃ្លានមានក្មេងប្រុសម្នាក់នៅខេត្តអានហួយជាអ្នកបង្ក្រាបភាពច្របូកច្របល់នេះនៅពេលនោះគ្មាននរណាម្នាក់ស្គាល់ឈ្មោះរបស់គាត់ទេហើយគ្មាននរណាម្នាក់នឹកស្មានថាគាត់នឹងក្លាយជាមនុស្សដែលផ្លាស់ប្ដូរប្រវត្តិសាស្ត្រចិនទាំងមូលក្មេងប្រុសម្នាក់នោះមានឈ្មោះថាជូយៀនចាងតើក្មេងកព្រាអត់បាយដែលគ្មានដីសូម្បីតែកប់សពរបស់ឪពុកម្ដាយអាចប្រែប្រួលក្លាយជាបរិសុទ្ធខ្លាំងបានដោយរបៀបណាតោះមកលាតត្រដាងជីវិតដើមកំណើតដ៏ជូរចត់របស់ជូយៀនចាងនៅថ្ងៃទី21ខែតុលាឆ្នាំ1328ក្នុងភូមិតូចមួយនៅតំបន់ចុងលីនៃខេត្តអានហួយមានក្មេងប្រុសម្នាក់បានកើតក្នុងគ្រួសារកសិករក្រីក្របំផុតគាត់មានឈ្មោះថាជូឆុងប៉ាដែលក្រោយមកត្រូវបានពិភពលោកស្គាល់ថាជាជូយៀនចាងនៅពេលនោះគ្មាននរណាម្នាក់អាចស្មានដល់ថាក្មេងប្រុសដែលកើតក្នុងគ្រួសារគ្មានទ្រព្យសម្បត្តិសូម្បីតែបន្តិចនេះនឹងក្លាយជាអធិរាជដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រចិនឡើយឪពុករបស់គាត់ឈ្មោះជូស៊ីចិននិងម្ដាយឈ្មោះឈិនស៊ីពួកគេរស់នៅដោយការធ្វើស្រែនិងជួលដីរបស់ម្ចាស់ដីដើម្បីដាំដំណាំជីវិតប្រចាំថ្ងៃពោរពេញដោយការលំបាកវេទនាទោះធ្វើការតាំងពីព្រឹករហូតដល់យប់ក៏ស្រូវដែលប្រមូលបានភាគច្រើនត្រូវយកទៅបង់ប្រាក់ជួលដីនិងបង់ពន្ធឲ្យរាជការអ្វីដែលនៅសល់គ្រាន់តែអាចចិញ្ចឹមគ្រួសារបានមួយគ្រាប៉ុណ្ណោះនៅក្នុងសម័យចុងក្រោយនៃរាជវង្សយានការរស់នៅរបស់កសិករកាន់តែលំបាកពីមួយឆ្នាំទៅមួយឆ្នាំពន្ធត្រូវបានដំឡើងគណៈមន្ត្រីមូលដ្ឋានជាច្រើនបានឆ្លៀតឱកាសកេងប្រវ័ញ្ចប្រជាជនបើឆ្នាំណាដំណាំខូចដោយសារទឹកជំនន់ឬគ្រោះរាំងស្ងួតក៏នៅតែត្រូវបង់ពន្ធដដែលសម្រាប់គ្រួសារក្រីក្រនេះមានន័យថាពួកគេត្រូវលក់ទ្រព្យសម្បត្តិឬសូម្បីតែលក់កូនដើម្បីរស់រានមានជីវិតទោះបីរឿងនេះស្ដាប់ទៅឃោរឃៅក៏វាគឺជាការពិតដែលបានកើតឡើងនៅក្នុងសង្គមចិននាពេលនោះប៉ុន្តែសោកនាដកម្មដ៏ធំបំផុតមិនទាន់បញ្ចប់នៅឡើយទេនៅឆ្នាំ1344ជំងឺរាតត្បាតនិងភាពអត់ឃ្លានបានវាយប្រហារភូមិរបស់គាត់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលដ៏ខ្លីឪពុកម្ដាយនិងបងប្អូនជាច្រើនអ្នករបស់គាត់បានស្លាប់ជាបន្តបន្ទាប់តាមកំណត់ត្រាប្រវត្តិសាស្ត្រគ្រួសាររបស់គាត់ក្រីក្រខ្លាំងរហូតគ្មានប្រាក់ទិញមឈូសសម្រាប់បញ្ចុះសពឡើយទីបំផុតអ្នកជិតខាងម្នាក់បានអាណិតអាសូរហើយផ្ដល់ដីតូចមួយសម្រាប់បញ្ចុះសពឪពុកម្ដាយរបស់គាត់ព្រឹត្តិការណ៍នេះបានបន្សល់ទុកស្នាមរបួសផ្លូវចិត្តដែលនៅជាប់ជាមួយជូយៀនចាងអស់មួយជីវិតអ្នកប្រវត្តិសាស្ត្រជាច្រើនជឿថាបទពិសោធន៍នៃភាពអត់ឃ្លាននិងការបាត់បង់គ្រួសារនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលគាត់គ្រប់គ្រងប្រទេសនៅពេលក្រោយគាត់មិនដែលភ្លេចថាប្រជាជនធម្មតារងទុក្ខវេទនាយ៉ាងដូចម្តេចនោះទេបន្ទាប់ពីបាត់បង់គ្រួសារជូយៀនចាងគ្មានផ្ទះគ្មានដីស្រែនិងគ្មានសាច់ញាតិដែលអាចពឹងពាក់បានទៀតឡើយជំរើសតែមួយគត់ដែលនៅសល់គឺការចូលបួសនៅវត្តហួងជឺ
មនុស្សជាច្រើនប្រហែលគិតថាគាត់ចង់ក្លាយជាព្រះសង្ឃដោយសារជំនឿសាសនាប៉ុន្តែការពិតវត្តគឺជាកន្លែងតែមួយដែលអាចផ្ដល់អាហារនិងកន្លែងស្នាក់នៅដល់ក្មេងកំព្រាម្នាក់ប៉ុណ្ណោះប៉ុន្តែសំណាងមិនបាននៅខាងគាត់យូរទេមិនបានប្រមាណខែផងវត្តក៏ជួបវិបត្តិខ្វះស្បៀងអាហារដូចគ្នាព្រះសង្ឃជាច្រើនត្រូវបង្ខំចិត្តចាកចេញទៅស្វែងរកអាហារដោយខ្លួនឯងហើយជូយិនចាងក៏ស្ថិតក្នុងចំណោមពួកគេដែរអស់រយៈពេលជាច្រើនឆ្នាំគាត់បានដើរសំទានពីភូមិមួយទៅភូមិមួយឆ្លងកាត់តំបន់ជាច្រើនក្នុងខេត្តអានហួយនិងតំបន់ជិតខាងការធ្វើដំណើរសុំទាននេះមិនបានផ្ដល់ឲ្យគាត់នូវទ្រព្យសម្បត្តិឬអំណាចទេប៉ុន្តែវាបានផ្ដល់នូវអ្វីដែលមានតម្លៃជាងនោះគឺការយល់ដឹងអំពីប្រទេសចិនយ៉ាងស៊ីជម្រៅគាត់បានស្គាល់ទឹកដីស្គាល់ប្រជាជននិងយល់ពីមូលហេតុដែលធ្វើឲ្យមនុស្សជាច្រើនចាប់ផ្ដើមស្អប់ខ្ពើមរាជវង្សយានខណៈជូយៀនចាងកំពុងដើរសុំទាននៅតាមជនបទព្រឹត្តិការណ៍ដ៏សំខាន់មួយកំពុងកើតឡើងនៅទូទាំងប្រទេសក្រុមបះបោរជាច្រើនបានចាប់ផ្ដើមប្រមូលកម្លាំងហើយមនុស្សម្នាក់ឈ្មោះហានសាន់ថុងកំពុងរៀបចំផែនការបះបោរដ៏ធំបំផុតមួយដើម្បីផ្ដួលរំលំរាជការយានគោលបំណងរបស់គាត់មិនត្រឹមតែផ្ដួលរំលំរាជវង្សយានប៉ុណ្ណោះទេប៉ុន្តែចង់ស្ដារការគ្រប់គ្រងរបស់ជនជាតិហានឡើងវិញទោះជាយ៉ាងណាផែនការនេះត្រូវបានកងទ័ពរបស់រាជវង្សយានដឹងមុនហានសាន់ថុងត្រូវបានចាប់ខ្លួននិងប្រហារជីវិតមុនពេលការបះបោរចាប់ផ្ដើមរាជវង្សយានជឿថាការសម្លាប់មេដឹកនាំនឹងអាចបញ្ឈប់ការបះបោរបានប៉ុន្តែពួកគេបានគិតខុសទាំងស្រុងក្រោយការស្លាប់របស់ហានសាន់ថុងមេទ័ពដ៏ស្មោះត្រង់របស់គាត់គឺលោកលាវហ្វូថុងបានបន្តការបះបោរគាត់បានលើកកូនប្រុសរបស់ហានសាន់ថុងគឺលោកហានលីនអឺឲ្យក្លាយជាអធិរាជអេមិតរូបនៃរាជវង្សសុងថ្មីនេះគឺជាយុទ្ធសាស្ត្រនយោបាយដ៏ឆ្លាតវៃព្រោះប្រជាជនជាច្រើននៅតែនឹករលឹកដល់រាជវង្សសុងដែលត្រូវម៉ុងហ្គោលផ្ដួលរំលំដោយប្រើឈ្មោះសុងពួកគេអាចតាក់ទាញការគ្រប់គ្រងពីប្រជាជនជាច្រើនបានយ៉ាងឆាប់រហ័សមិនយូរប៉ុន្មានការបះបោរបានរីករាលដាលពាសពេញប្រទេសចិននៅតំបន់នីមួយៗមានមេដឹកនាំរៀងៗខ្លួនអ្នកខ្លះប្រយុទ្ធដើម្បីរំដោះប្រទេសខណៈអ្នកខ្លះទៀតប្រើឱកាសនេះដើម្បីបង្កើតអំណាចផ្ទាល់ខ្លួនប្រទេសចិនបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដ៏ធំមួយនៅទីក្រុងហាវជើមានមេបះបោរម្នាក់ឈ្មោះគួជឺស៊ីងគាត់ជាអ្នកដឹកនាំដ៏មានឥទ្ធិពលម្នាក់ហើយត្រូវបានគេស្គាល់ថាជាមនុស្សដែលចេះប្រមូលអ្នកមានសមត្ថភាពមកធ្វើការជាមួយខ្លួននៅពេលនោះគាត់កំពុងត្រូវការមនុស្សដែលមានភាពក្លាហាននិងស្មោះត្រង់ដើម្បីពង្រីកកងទ័ពរបស់ខ្លួនស្របពេលជាមួយគ្នានោះជូយិនចាងទើបតែត្រឡប់មកពីការដើរសុំទានគាត់បានឮព័ត៌មានអំពីការបះបោរពាសពេញប្រទេសប៉ុន្តែគាត់មិនទាន់សម្រេចចិត្តថាតើគួរចូលរួមឬអត់នោះទេជីវិតជាព្រះសង្ឃបានបង្រៀនឲ្យគាត់ស្រឡាញ់សន្តិភាពប៉ុន្តែការពិតនៅចំពោះមុខគឺគ្មានកន្លែងណានៅក្នុងប្រទេសចិនដែលមានសន្តិភាពទៀតឡើយមានកំណត់ត្រាមួយនិយាយថាមិត្តភ័ក្តិរបស់ជូយិនចាងបានផ្ញើលិខិតមកអញ្ជើញគាត់ឲ្យចូលរួមជាមួយកងបះបោរប៉ុន្តែលិខិតនោះស្ទើរតែធ្វើឲ្យគាត់បាត់បង់ជីវិតព្រោះបើរាជការរកឃើញគាត់អាចត្រូវចោទប្រកាន់ថាសហការជាមួយពួកបះបោរនៅពេលនោះជូយិនចាងបានដឹងថាការនៅស្ងៀមក៏មិនអាចការពារជីវិតគាត់បានដែរនៅឆ្នាំ1352គាត់បានធ្វើដំណើរទៅកាន់ជំរំរបស់គួជឺស៊ីងហើយសុំចូលរួមជាមួយកងទ័ពប៉ុន្តែនៅថ្ងៃដំបូងគ្មាននរណាម្នាក់ចាត់ទុកគាត់ជាទាហានដ៏អស្ចារ្យឡើយគាត់គ្មានបទពិសោធន៍ធ្វើសង្គ្រាមមិនធ្លាប់ដឹកនាំកងទ័ពហើយក៏មិនមានគ្រួសារអ្នកមានអំណាចជួយគាំទ្រដែរអ្វីដែលគាត់មានគឺភាពអត់ធ្មត់ការសង្កេតនិងសមត្ថភាពរៀនសូត្របានលឿនបំផុតនៅក្នុងជំរំរបស់គួជឺស៊ីងមានមេទ័ពនិងអ្នកប្រយុទ្ធជាច្រើនដែលធ្លាប់ឆ្លងកាត់សមរភូមិជំនួសឲ្យការបង្ហាញខ្លួនឬប្រជែងអំណាចជូយិនចាងបានចំណាយពេលសិក្សាពីរបៀបរៀបចំកងទ័ពការផ្គត់ផ្គង់ស្បៀងនិងការគ្រប់គ្រងទាហានគាត់យល់ថាការឈ្នះសង្គ្រាមមិនមែនអាស្រ័យតែលើភាពក្លាហានប៉ុណ្ណោះទេប៉ុន្តែអាស្រ័យលើវិន័យនិងការគ្រប់គ្រងយ៉ាងម៉ត់ចត់ផងដែរមិនយូរប៉ុន្មានគាត់បានបង្ហាញសមត្ថភាពក្នុងសមរភូមិជាច្រើនទោះបីមិនមែនជាការប្រយុទ្ធធំៗក៏ដោយគាត់អាចដឹកនាំទាហានបំពេញបេសកកម្មបានជោគជ័យនិងតែងតែរក្សាជីវិតទាហានរបស់ខ្លួនបានច្រើនជាងមេទ័ពមួយចំនួននេះធ្វើឲ្យគួជឺស៊ីងចាប់ផ្ដើមទុកចិត្តគាត់កាន់តែខ្លាំងឡើងប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ខុសពីមេទ័ពដទៃគឺការគោរពនិងស្រឡាញ់ប្រជាជននៅក្នុងសម័យដែលកងទ័ពបះបោរជាច្រើនតែងតែប្លន់ភូមិនិងដកហូតស្បៀងពីប្រជាជនយ៉ាងឃោរឃៅជូយិនចាងបានចេញបញ្ជាតឹងរឹងហាមទាហានរបស់ខ្លួនមិនឲ្យធ្វើបាបប្រជាជនដាច់ខាតគំនិតគាត់ជឿថាប្រសិនបើចង់ឈ្នះរាជវង្សយានគាត់ត្រូវតែឈ្នះចិត្តប្រជាជនជាមុនសិនគំនិតយុទ្ធសាស្ត្រនេះបានធ្វើឲ្យប្រជាជននៅតំបន់ជាច្រើនចាប់ផ្ដើមស្ម័គ្រចិត្តផ្ដល់អាហារព័ត៌មានសម្ងាត់និងសូម្បីតែចូលរួមធ្វើជាទាហានក្នុងកងទ័ពរបស់គាត់ក្នុងអំឡុងពេលនោះគួជឺស៊ីងក៏បានសម្រេចចិត្តរៀបការកូនស្រីចិញ្ចឹមរបស់ខ្លួនគឺម៉ាស៊ីវអ៊ីងឲ្យទៅជូយិនចាងនាងមិនត្រឹមតែជាភរិយារបស់គាត់ប៉ុណ្ណោះទេប៉ុន្តែក្រោយមកបានក្លាយជាអ្នកផ្ដល់យោបល់និងជាអ្នកគាំទ្រដ៏សំខាន់បំផុតម្នាក់ក្នុងជីវិតរបស់គាត់ប្រវត្តិសាស្ត្របានកត់ត្រាថាម៉ាស៊ីវអ៊ីងមានភាពសាមញ្ញចេះយល់ចិត្តប្រជាជននិងតែងតែរំលឹកស្វាមីកុំឲ្យភ្លេចភាពក្រីក្រនិងការឈឺចាប់ដែលខ្លួនធ្លាប់ឆ្លងកាត់ពីមុននៅពេលដែលកងទ័ពរបស់គួជឺស៊ីងកាន់តែមានអំណាចបញ្ហាថ្មីក៏ចាប់ផ្ដើមកើតឡើងមេទ័ពជាច្រើនចាប់ផ្ដើមប្រជែងអំណាចគ្នាការច្រណែននិងការសង្ស័យបានកើតឡើងនៅក្នុងជំរំមានមនុស្សមួយចំនួនមិនពេញចិត្តដែលបរិះក្រីក្រម្នាក់កំពុងឡើងឋានៈយ៉ាងឆាប់រហ័សមិនយូរប៉ុន្មានព្រឹត្តិការណ៍មួយបានកើតឡើងដែលនឹងធ្វើឲ្យជូយិនចាងលែងជាទាហានធម្មតាទៀតហើយគាត់ត្រូវបានប្រកល់ភារកិច្ចដឹកនាំកងទ័ពដោយខ្លួនឯងហើយគោលដៅដ៏ធំបំផុតនៅចំពោះមុខគាត់
គឺការដណ្ដើមយកទីក្រុងណានចេញដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅភាគខាងត្បូងនៃប្រទេសចិននៅឆ្នាំ1355មេដឹកនាំរបស់ជូយៀនចាងគឺលោកគូជឺស៊ីងបានទទួលមរណភាពសម្រាប់កងកន្សែងក្រហមនេះគឺជាការបាត់បង់ដ៏ធំធេងមួយមេទ័ពជាច្រើនចាប់ផ្ដើមគិតពីការដណ្ដើមអំណាចខណៈកងទ័ពខ្លះក៏បែកចេញទៅបង្កើតកម្លាំងផ្ទាល់ខ្លួនប៉ុន្តែដោយសារតែជូយៀនចាងទទួលបានការគោរពពីទាហាននិងការគាំទ្រពីមេទ័ពជាច្រើនគាត់អាចគ្រប់គ្រងកងទ័ពភាគច្រើនបានដោយមិនមានចំនួនធ្ងន់ធ្ងរឡើយពេលនោះជូយៀនចាងយល់ច្បាស់ថាបើចង់ឈ្នះសង្គ្រាមគាត់មិនអាចបន្តរស់នៅក្នុងជំរំដូចមេបះបោផ្សេងៗទៀតបានឡើយគាត់ត្រូវការទីក្រុងធំមួយដែលអាចធ្វើជាមជ្ឈមណ្ឌលយោធាសេដ្ឋកិច្ចនិងនយោបាយគោលដៅរបស់គាត់គឺទីក្រុងណានជីងដែលនៅសម័យនោះមានឈ្មោះថាជីឈិញទីក្រុងនេះស្ថិតនៅលើច្រាំងទន្លេយ៉ាងសេដែលជាផ្លូវទឹកដ៏សំខាន់បំផុតរបស់ប្រទេសចិននាសម័យនោះអ្នកណាដែលគ្រប់គ្រងណានជីងគឺអាចគ្រប់គ្រងការដឹកជញ្ជូនស្បៀងអាហារនិងការធ្វើពាណិជ្ជកម្មនៅភាគខាងត្បូងបានទាំងអស់នៅឆ្នាំ1356កងទ័ពរបស់ជូយៀនចាងបានបើកការវាយប្រហារលើទីក្រុងនេះបន្ទាប់ពីការប្រយុទ្ធយ៉ាងស្វិតស្វាញទីក្រុងក៏បានធ្លាក់ចូលក្នុងដៃរបស់គាត់ការដណ្ដើមបានណានចេញគឺជាជ័យជំនះដ៏ធំបំផុតរបស់គាត់ហើយអ្នកប្រវត្តិសាស្ត្រជាច្រើនចាត់ទុកថានេះគឺជាចំណុចដែលធ្វើឲ្យជូយៀនចាងក្លាយជាអ្នកដឹកនាំដ៏មានអំណាចបំផុតម្នាក់នៅភាគខាងត្បូងនៃប្រទេសចិនប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ខុសពីមេបះបោផ្សេងទៀតគឺរបៀបដែលគាត់គ្រប់គ្រងទីក្រុងក្រោយពីឈ្នះសង្គ្រាមមេដឹកនាំជាច្រើននៅសម័យនោះតែងតែអនុញ្ញាតឲ្យទាហានប្លន់ទ្រព្យសម្បត្តិនិងធ្វើបាបប្រជាជនជារង្វាន់ផ្ទុយទៅវិញជូយៀនចាងបានចេញបទបញ្ជាតឹងរឹងហាមឃាត់ការប្លន់និងការសម្លាប់ជនស៊ីវិលដាច់ខាតគាត់បានបញ្ជាឲ្យការពារឃ្លាំងស្បៀងបើកទីផ្សារឡើងវិញនិងអនុញ្ញាតឲ្យប្រជាជនត្រឡប់ទៅធ្វើស្រែចម្ការដូចធម្មតាការសម្រេចចិត្តនេះបានធ្វើឲ្យប្រជាជនជាច្រើនចាប់ផ្ដើមមើលឃើញគាត់មិនមែនជាមេបះបោទៀតទេប៉ុន្តែជាអ្នកដឹកនាំដែលអាចស្ដារសន្តិភាពបានពិតប្រាកដក្នុងអំឡុងពេលស្នាក់នៅណានជីងគាត់ក៏បានតាក់ទាញអ្នកប្រាជ្ញនិងអ្នកយុទ្ធសាស្ត្រជាច្រើនឲ្យចូលរួមជាមួយខ្លួនមនុស្សដែលល្បីល្បាញជាងគេគឺលោកលាវប៉ូវិនដែលជាអ្នកប្រាជ្ញនិងជាកំពូលអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមលាវប៉ូវិនបានណែនាំថាបើចង់បង្រួបបង្រួមនគរគួរតែពង្រឹងមូលដ្ឋានរបស់ខ្លួនជាមុនសិនកុំប្រញាប់វាយប្រហារគ្រប់ទិសយុទ្ធសាស្ត្រទាំងនេះបានក្លាយជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការបង្កើតរាជវង្សមីងនៅពេលក្រោយប៉ុន្តែគណៈជូយៀនចាងកំពុងពង្រឹងអំណាចរបស់ខ្លួនគូប្រជែងដ៏ខ្លាំងក្លាបំផុតក៏កំពុងលេចឡើងផងដែរនៅភាគខាងលិចមានមេបះបោម្នាក់ឈ្មោះឈិនយូលៀងដែលគ្រប់គ្រងកងទ័ពនិងកងនាវាដ៏ធំសន្ធឹកសន្ធាប់នៅភាគខាងកើតមានលោកចាងស៊ីឈឹងដែលកាន់កាប់តំបន់សម្បូរបែបនិងមានធនធានច្រើនអ្នកទាំង3សុទ្ធតែមានគោលបំណងដូចគ្នាគឺក្លាយជាអ្នកគ្រប់គ្រងនគរទាំងមូលនៅឆ្នាំ1363ប្រទេសចិននៅតែស្ថិតក្នុងភាពចលាចលយ៉ាងធ្ងន់ធ្ងរទោះបីរាជវង្សយាននៅតែមានអធិរាជក៏ដោយអំណាចពិតប្រាកដរបស់ពួកគេបានចុះខ្សោយយ៉ាងខ្លាំងផ្ទុយទៅវិញមេបះបោធំជាច្រើនកំពុងប្រយុទ្ធគ្នាដើម្បីដណ្ដើមអំណាចក្នុងចំណោមពួកគេទាំងអស់មានមនុស្ស2នាក់ដែលត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងក្លាបំផុតគឺជូយៀនចាងនិងឈិនយូលៀងឈិនយូលៀងមិនមែនជាគូប្រជែងធម្មតាឡើយគាត់បានបង្កើតនគរផ្ទាល់ខ្លួនដែលមានឈ្មោះថាហានហើយគ្រប់គ្រងតំបន់ធំល្វឹងល្វើយតាមដងទន្លេយ៉ាងសេគាត់មានទាំងកងទ័ពជើងគោកនិងកងនាវាដ៏ធំសន្ធឹកសន្ធាប់ដែលប្រភពប្រវត្តិសាស្ត្រទាំងអស់សុទ្ធតែយល់ស្របថាកម្លាំងរបស់ឈិនយូលៀងមានទំហំធំជាងកម្លាំងរបស់ជូយៀនចាងឆ្ងាយណាស់ឈិនយូលៀងបានសម្រេចចិត្តបើកការវាយប្រហារដ៏ធំទៅលើទីក្រុងហុងទូដែលគេស្គាល់ថាជាទីក្រុងណានឆាងនាពេលបច្ចុប្បន្នដែលជាបន្ទាយការពារដ៏សំខាន់បំផុតរបស់ជូយៀនចាងបន្ទាប់ពីទទួលដំណឹងនេះជូយៀនចាងមិនបានប្រញាប់ប្រញាល់វាយប្រហារភ្លាមៗឡើយគាត់បានប្រមូលមេទ័ពនិងទីប្រឹក្សារបស់ខ្លួនដើម្បីវិភាគស្ថានភាពពួកគេដឹងថាបើប្រឈមមុខដោយផ្ទាល់ជាមួយកងទ័ពដែលមានចំនួនច្រើនជាងនោះឱកាសឈ្នះគឺមានតិចតួចណាស់ដូច្នេះគាត់បានជ្រើសរើសប្រើយុទ្ធសាស្ត្រជាជាងពឹងលើចំនួនទាហាននៅពេលនោះទីក្រុងហុងទូមានទាហានការពារតែប្រមាណ 40000 នាក់ប៉ុណ្ណោះមេទ័ពដែលទទួលបន្ទុកការពារទីក្រុងគឺជាក្មួយប្រុសរបស់ជូយៀនចាងឈ្មោះជូវិនចឹងនៅក្នុងកែវភ្នែករបស់ឈិនយូលៀងទីក្រុងដែលមានទាហានតិចតួចមួយនេះនឹងត្រូវវាយបែកក្នុងរយៈពេលតែប្រមាណថ្ងៃប៉ុណ្ណោះប៉ុន្តែគាត់បានគិតខុសទាំងស្រុងមេទ័ពវ័យក្មេងជូវិនចឹងបានបង្ហាញនូវភាពក្លាហាននិងយុទ្ធសាស្ត្រការពារក្រុងដ៏អស្ចារ្យគាត់បានបញ្ជាឲ្យទាហាននិងប្រជាជនក្នុងក្រុងជួសជុលកំផែងដែលខូចខាតភ្លាមបាញ់ធ្នូនិងចាក់ប្រេងក្តៅកំទេចសត្រូវដែលព្យាយាមឡើងកំផែងការឡោមព័ទ្ធនិងប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមនេះបានអូសបន្លាយពេលរហូតដល់85ថ្ងៃស្បៀងអាហារនិងអាវុធនៅក្នុងក្រុងជិតអស់រលីងប៉ុន្តែស្មារតីប្រយុទ្ធរបស់ទាហាននិងប្រជាជនក្រុងហុងទូមិនបានរង្គោះរង្គើឡើយពួកគេបានតស៊ូប្រយុទ្ធរហូតដល់អាចពន្យាពេលឲ្យជូយៀនចាងមានពេលគ្រប់គ្រាន់ក្នុងការប្រមូលផ្ដុំកងទ័ពនិងកងនាវាទាំងអស់មកជួយសង្គ្រោះនៅក្នុងរឿងភាគមេទ័ពឡានអ៊ីគឺជាអ្នកដឹកនាំការពារទីក្រុងនេះប៉ុន្តែតាមឯកសារប្រវត្តិសាស្ត្រពិតប្រាកដមេទ័ពដែលទទួលបន្ទុកការពារទីក្រុងហុងទូគឺជាក្មួយប្រុសបង្កើតរបស់ជូយៀនចាងឈ្មោះជូវិនចឹងឯឡានអ៊ីគ្រាន់តែជាមេទ័ពថ្នាក់ក្រោមដែលចូលរួមប្រយុទ្ធក្រោមបញ្ជាប៉ុណ្ណោះកងទ័ពទាំងពីរបានជួបគ្នានៅបឹងប៉ូយ៉ាងដែលជាបឹងទឹកសាបដ៏ធំបំផុតមួយក្នុងប្រទេសចិន
សមរភូមិនេះបានអូសបន្លាយអស់ជាច្រើនសប្តាហ៍ហើយត្រូវបានគេចាត់ទុកថាជាសង្គ្រាមជើងទឹកដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រមជ្ឈិមសម័យជូយៀនចាងបានបញ្ជាឲ្យរៀបចំនាវាតូចៗដែលផ្ទុកអស់ស្មៅប្រេងនិងសារធាតុងាយឆេះនៅពេលខ្យល់បក់ក្នុងទិសដៅអំណោយផលនាវាទាំងនោះត្រូវបានបញ្ឆេះភ្លើងហើយបញ្ជូនឲ្យរស័តបុកចូលទៅរកកងនាវារបស់សត្រូវភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅនិងលឿនរហ័សពីនាវាមួយទៅនាវាមួយទៀតក្នុងរយៈពេលដ៏ខ្លីកងនាវាដ៏មានអំណាចដែលធ្លាប់ត្រូវបានគេចាត់ទុកថាខ្លាំងជាងគេបានធ្លាក់ចូលក្នុងភ្នក់ភ្លើងនិងភាពចលាចលយ៉ាងខ្លាំងខណៈសត្រូវកំពុងព្យាយាមពន្លត់ភ្លើងជូយៀនចាងក៏បានបញ្ជាកងនាវារបស់ខ្លួនបើកការវាយប្រហារសម្រុកពីគ្រប់ទិសទីការប្រយុទ្ធបានបន្តជាច្រើនថ្ងៃទៀតទាហានទាំងសងខាងបានប្រយុទ្ធយ៉ាងសាហាវឃោរឃៅនៅលើនាវានិងតាមដងទន្លេទីបំផុតឈិនយូលៀងបានរងរបួសយ៉ាងធ្ងន់ធ្ងរតាមកំណត់ត្រាប្រវត្តិសាស្ត្រគាត់ត្រូវបានព្រួញមួយបាញ់ចំក្បាលហើយបានស្លាប់ក្នុងអំឡុងពេលប្រយុទ្ធការស្លាប់របស់មេដឹកនាំបានធ្វើឲ្យកងទ័ពរបស់គាត់បាត់បង់ស្មារតីប្រយុទ្ធទាំងស្រុងនិងទទួលបរាជ័យយ៉ាងអាម៉ាស់ជ័យជំនះនៅបឹងពោយ៉ាងបានផ្លាស់ប្ដូរទំព័រប្រវត្តិសាស្ត្រចិនពីមេបះបោម្នាក់ជូយៀនចាងបានក្លាយជាអ្នកដែលមានឱកាសខ្ពស់បំផុតក្នុងការបង្រួបបង្រួមប្រទេសប្រជាជនមេទ័ពនិងអ្នកប្រាជ្ញជាច្រើនចាប់ផ្ដើមជឿថាគាត់ប្រហែលជាអ្នកដែលទទួលអាណត្តិពីឋានសួគ៌ពិតប្រាកដហើយប៉ុន្តែសង្គ្រាមមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេនៅភាគខាងកើតចាងស៊ីឈឹងនៅតែគ្រប់គ្រងតំបន់សម្បូរបែបជាច្រើនខណៈនៅភាគខាងជើងរាជវង្សយៀននៅតែអង្គុយលើបល្ល័ង្កក្នុងទីក្រុងដាទូដែលជាទីក្រុងប៉េកាំងនាពេលបច្ចុប្បន្នជ័យជំនះនៅបឹងពោយ៉ាងមិនទាន់មានន័យថាជូយៀនចាងបានបង្រួបបង្រួមនគររួចរាល់នោះឡើយទោះបីឈិនយូលៀងបានស្លាប់ក៏ដោយប្រទេសចិននៅតែបែកបាក់ជាច្រើនតំបន់នៅភាគខាងកើតចាងស៊ីឈឹងនៅតែគ្រប់គ្រងទីក្រុងសម្បូរបែបជាច្រើនជាពិសេសតំបន់ជុំវិញស៊ូជូដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ខណៈនៅតំបន់ឆ្នេរសមុទ្រហ្វាងកូចិនក៏នៅតែមានកងនាវាដ៏រឹងមាំហើយនៅភាគខាងជើងរាជវង្សយៀននៅតែគ្រប់គ្រងរាជធានីដាទូជូយៀនចាងដឹងច្បាស់ថាកំហុសធំបំផុតរបស់មេដឹកនាំជាច្រើនគឺការប្រយុទ្ធជាមួយសត្រូវទាំងអស់ក្នុងពេលតែមួយដូច្នេះគាត់បានធ្វើតាមយុទ្ធសាស្ត្ររបស់ទីប្រឹក្សាលីវផូវិនគឺវាយសត្រូវម្ដងមួយដំបូងគាត់ផ្ដោតកម្លាំងទាំងអស់ទៅលើចាងស៊ីឈឹងដែលជាគូប្រជែងខ្លាំងបំផុតដែលនៅសេសសល់នៅឆ្នាំ1366កងទ័ពរបស់ជូយៀនចាងបានឡោមព័ទ្ធទីក្រុងស៊ូជូទីក្រុងនេះមានកំផែងរឹងមាំនិងមានស្បៀងបំរុងច្រើនការឡោមព័ទ្ធមិនបានបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនោះទេប៉ុន្តែបានអូសបន្លាយអស់ជាច្រើនខែជំនួសឲ្យការវាយសម្រុកដែលអាចធ្វើឲ្យបាត់បង់ទាហានច្រើនជូយៀនចាងបានជ្រើសរើសកាត់ផ្លូវផ្គត់ផ្គង់អាហារនិងរងចាំឲ្យសត្រូវអស់កម្លាំងនៅឆ្នាំ1367ទីក្រុងស៊ូជូទីបំផុតក៏បានដួលរលំចាងស៊ីឈឹងត្រូវបានចាប់ខ្លួនតាមកំណត់ត្រាប្រវត្តិសាស្ត្រគាត់បានបដិសេធមិនព្រមចុះចាញ់ហើយក្រោយមកបានស្លាប់ក្នុងការឃុំឃាំងជ័យជំនះនេះបានធ្វើឲ្យជូយៀនចាងក្លាយជាអ្នកគ្រប់គ្រងដ៏មានអំណាចបំផុតនៅភាគខាងត្បូងនៃប្រទេសចិនបន្ទាប់មកហ្វាងគូចិនបានដឹងថាខ្លួនមិនអាចតស៊ូនឹងកម្លាំងរបស់ជូយៀនចាងបានទៀតឡើយជំនួសឲ្យការប្រយុទ្ធរហូតដល់ទីបញ្ចប់គាត់បានជ្រើសរើសចុះចាញ់ការសម្រេចចិត្តនេះបានអនុញ្ញាតឲ្យជូយៀនចាងគ្រប់គ្រងតំបន់ឆ្នេរសមុទ្រសំខាន់ៗដោយមិនចាំបាច់ចំណាយកម្លាំងធ្វើសង្គ្រាមធំមួយទៀតឡើយគូប្រជែងដែលនៅសេសសល់គឺរាជវង្សយៀនតែប៉ុណ្ណោះបន្ទាប់ពីរៀបចំកម្លាំងរួចរាល់ជូយៀនចាងបានប្រគល់ភារកិច្ចដ៏សំខាន់បំផុតឲ្យមេទ័ពដែលគាត់ទុកចិត្តជាងគេពីររូបគឺស៊ីតានិងឆាងអ៊ីឈុនដឹកនាំកងទ័ពធ្វើដំណើរទៅភាគខាងជើងបេសកកម្មរបស់ពួកគេមានគោលដៅតែមួយគត់គឺបញ្ចប់ការគ្រប់គ្រងរបស់ពួកម៉ុងហ្គោលលើប្រទេសចិនកងទ័ពរបស់ស៊ីតាបានឈ្នះសមរភូមិជាបន្តបន្ទាប់ទីក្រុងសំខាន់ៗជាច្រើនបានធ្លាក់ក្នុងដៃរបស់ពួកគេខណៈកងទ័ពកាន់តែខិតជិតទីក្រុងដាទូអធិរាជចុងក្រោយនៃរាជវង្សយៀនគឺលោកតូហ្គុនតេម៉ូបានដឹងថាមិនអាចការពាររាជធានីបានទៀតឡើយនៅឆ្នាំ1368គាត់បានរត់គេចទៅតំបន់ម៉ុងហ្គោលការរត់គេចនេះបានបញ្ចប់ការគ្រប់គ្រងរបស់រាជវង្សយៀនលើប្រទេសចិនដែលមានរយៈពេលជិតមួយសតវត្សរ៍នៅឆ្នាំដដែលមុនពេលកងទ័ពចូលកាន់កាប់ទីក្រុងដាទូជូយៀនចាងបានប្រកាសបង្កើតរាជវង្សថ្មីមួយនៅទីក្រុងណានជីងគាត់បានជ្រើសរើសឈ្មោះរាជវង្សថាមីងឬបងប្អូនស្គាល់ថាមហាមីងជាមួយនឹងការឡើងគ្រងរាជ្យរបស់ជូយៀនចាងក្នុងនាមជាអធិរាជហុងអ៊ូនិងបង្កើតរាជវង្សមីងជាផ្លូវការនគរបានទទួលអធិរាជជនជាតិហានសៃជាថ្មីក្នុងរយៈពេលជិត100ឆ្នាំប៉ុន្តែការបង្កើតរាជវង្សគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះការងារដែលពិបាកជាងនេះគឺការស្ដារប្រទេសដែលត្រូវបំផ្លាញដោយសង្គ្រាមអស់ជាច្រើនទសវត្សរ៍និងការការពារអំណាចដែកថែបដែលទើបទទួលបានហើយហេតុអ្វីបានជាព្រះអង្គក្លាយជាអធិរាជដែលមានទាំងការកោតសរសើរនិងការភ័យខ្លាចនោះហើយជារឿងដែលយើងនឹងស្វែងយល់នៅក្នុងវីដេអូទី2